គឺយើងត្រូវទៅដោះស្រាយបញ្ហាតបៅកាពះរបស់គាត់នេះដោយយើងអាចមើលមេរោគកាពះផ្លុំមើលមេរោគកាពះឬក៏ករណីមួយចំនួនទៀតអាចឈានទៅដល់ការសុងក្រពះដើម្បីច្រឹបសាច់បាទតើមានដុំអត់មើលមានមេរោគកាពះមានតបៅកាពះពិតប្រាកដអត់យើងព្យាបាលនៅផ្នែកការឈឺក្រពះតបៅកាពះហើយបានយើងមកពិនិត្យមើលថាតើការខ្វះគ្រាប់ឈាមក្រហមរបស់អ្នកជំងឺដែលគាត់មានតបៅកាពះនេះតើមកពីក្រពះហ្នឹងឬក៏មកពីបញ្ហាអីផ្សេងទៀតបាទសូមជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមបន្តនៅប្រធានបទរបស់ខ្ញុំអំពីជំងឺអេនីមៀជំងឺស្លេកស្លាំងឬក៏ជំងឺខ្វះគ្រាប់ឈាមក្រហមនេះផងដែរបាទថ្ងៃនេះខ្ញុំសូមលើកយកនៅអ្នកជំងឺដែលគាត់មានការខ្វះនៅគ្រាប់ឈាមក្រហមឬក៏ជំងឺស្លេកស្លាំងនោះមូលហេតុមកពីការឈឺក្រពះឬក៏ដំបៅក្រពះរ៉ាំរ៉ៃបាទដូច្នេះបើសិនជាពុកម៉ែបងប្អូនឬក៏អ្នកជំងឺដែលគាត់មានបញ្ហាខ្វះគ្រាប់ឈាមក្រហមជំងឺស្លេកស្លាំងដែលគាត់មកពេទ្យដែលគាត់ព្យាបាលដែលគាត់មានបញ្ហាមួយចំនួនហើយគាត់មានការដូចថាគាត់ឈឺកាពះរ៉ាំរ៉ៃយូរហើយគាត់មានដំបៅកាពះរ៉ាំរ៉ៃយូរមូលហេតុធំរបស់គាត់នោះអាចប្រហែលជាមកពីមានការដំបៅក្រពះនោះវាមានការហូរឈាមតិចតួចបាទគេថា bleeding នៅ gastric របស់យើងហ្នឹងនៅកាពះរបស់យើងវាមានដំបៅទូចបន្ទាប់មកដំបៅនោះវាមានការហូរឈាមតិចទៅម្ដងតិចដែលធ្វើឲ្យអ្នកជំងឺមានការកើតនៅជំងឺស្លេកស្លាំងក្នុងប្រភេទជាខ្វះនៅជាតិដែកគេហៅថា iron deficiency anemia ដែល common ទៅលើអ្នកជំងឺមានដំបៅក្រពះរ៉ាំរ៉ៃនិងទី2អាចជាប្រភេទ pernicious anemia ឬក៏ជាប្រភេទជំងឺស្លេកស្លាំងដោយខ្វះនៅវីតាមីន B12 បាទនេះក៏ជាកត្តាទី2ដែរនិងអាចមួយចំនួនទៀតដោយសារតែគាត់មានដូចជាព្រូនបាទតេញ៉ាមួយចំនួនដែលវានៅយើងអ្នកជំងឺមួយចំនួនដែលគាត់បរិភោគនៅសាច់ឆៅបាទសាច់គោសាច់ជ្រូកឆៅឬក៏បន្លែប្លុកឆៅដែលគាត់មានផ្ទុកនៅពួកពងព្រូនពងតេញ៉ាអស់នោះវាចូលមកដល់ក្នុងខ្លួនយើងវាអាចនឹងនៅក្នុង intestine បាទពោះវៀនរបស់យើងហ្នឹងហើយវានឹងបឺតបាទវាបឺតឈាមយើងតិចតក់នៅក្នុងហ្នឹងធ្វើឲ្យយើងមានជំងឺស្លេកស្លាំងបាទអញ្ចឹងក្នុងបរិបទក្នុងលក្ខណៈមួយដែលអ្នកជំងឺរបស់យើងគាត់មានបញ្ហាខ្វះនៅគ្រាប់ឈាមក្រហមជំងឺស្លេកស្លាំងដោយសារមានបញ្ហាតបៅកាពះការព្យាបាលរបស់អ្នកជំងឺយើងត្រូវមើលសិនថាតើគាត់មានបញ្ហានៅខាងក្រោយការឈឺកាពះនោះឬក៏អត់បាទក្នុងករណីនេះយើងត្រូវគិតពីចំណុចគាត់អាចមាននៅជំងឺស្លេកស្លាំងនិងជំងឺដំបៅក្រពះក្នុងករណីដែលអ្នកជំងឺគាត់មកមានបញ្ហាដំបៅក្រពះហើយគាត់មានបញ្ហាស្លេកស្លាំងយើងត្រូវព្យាបាលពួកគាត់ដោយមូលហេតុនៃការឈឺក្រពះដែលយើងឃើញជាញឹកញាប់នោះគឺដោយសារតែមានបញ្ហាមេរោគក្រពះឬក៏ក្រពះរបស់យើងនេះមានការកើនឡើងនៅអាស៊ីតខ្លាំងបាទឬក៏អ្នកជំងឺគាត់ stress បាទគាត់មានការហូបនៅ coffee ការប្រើប្រាស់នៅថ្នាំបាទព្រោះកាលណាយើងហូបកាហ្វេច្រើនកាហ្វេនេះក៏វាទៅ stimulate acid secretion ច្រើនដែរការផលិតនៅអាស៊ីតក៏ច្រើនដែរបាទហើយអាចការផឹកថ្នាំបាទពិសាថ្នាំសរសៃថ្នាំបំបត្តិឈឺចាប់មួយចំនួនក៏អាចធ្វើឲ្យមានការឈឺក្រពះរលាកក្រពះផងដែរដូច្នេះការព្យាបាលជំងឺស្លេកស្លាំងដោយសារតែដំបៅក្រពះគឺយើងត្រូវគិតពីចំណុចគឺយើងត្រូវទៅដោះស្រាយបញ្ហាតបៅក្រពះរបស់គាត់នេះដោយយើងអាចមើលមេរោគក្រពះផ្លុំមើលមេរោគក្រពះឬក៏ករណីមួយចំនួនទៀតអាចឈានទៅដល់ការសុងក្រពះដើម្បីច្រឹបសាច់បាទតើមានដុំអត់មើលមានមេរោគក្រពះ
មានតបើកាពះពិតប្រាកដអត់យើងព្យាបាលនៅផ្នែកការឈឺក្រពះតបើកាពះហើយបានយើងមកពិនិត្យមើលថាតើការខ្វះគ្រាប់ឈាមក្រហមរបស់អ្នកជំងឺដែលគាត់មានតបើកាពះនេះតើមកពីក្រពះហ្នឹងឬក៏មកពីបញ្ហាផ្សេងទៀតបាទក្នុងករណីដែលអ្នកជំងឺគាត់មានបញ្ហាតបើកាពះរ៉ាំរ៉ៃនេះច្រើនសម្លឹងឃើញខ្វះជាតិដែកនិងខ្វះវីតាមីន B12 ដូច្នេះអ្នកជំងឺទាមទារការព្យាបាលដោយការលេបថ្នាំបាទវីតាមីន B12 វីតាមីន B9 ថ្នាំជាតិដែកហើយនឹងអាចឈានទៅដល់ការចាក់វីតាមីន B12 អីដើម្បីបង្កើនការស្រូបឬក៏ជៀសវាងការមិនស្រូបបើសិនជាយើងលេបតាមថ្នាំគ្រាប់ផងដែរបាទអញ្ចឹងសរុបមកវិញតកតងជាមួយនឹងអ្នកជំងឺដែលគាត់មានការឈឺក្រពះរ៉ាំរ៉ៃគាត់អាចនឹងមានផលវិបាកធ្វើឲ្យគាត់មានជំងឺស្លេកស្លាំងដោយសារតែដំបៅក្រពះឬក៏វីតាមីន B12 ហ្នឹងវាមិនអាចស្រូបតាមរយៈយើងមានបញ្ហាខូចនៅភ្នាះក្រពះដែលវាមិនអាចស្រូបវីតាមីន B12 បានដូច្នេះប្រសិនបើបងប្អូនទាំងអស់គ្នាមានបញ្ហាតាក់ទងជាមួយនឹងបញ្ហាជំងឺស្លេកស្លាំងមកពីបញ្ហាក្រពះនេះបងប្អូនត្រូវទៅជួបខាងគ្រូពេទ្យដែលគាត់មានជំនាញច្បាស់លាស់បាទមានបញ្ហាប្រឹក្សាជាមួយគ្រូពេទ្យក្រពះពោះវៀនដើម្បីឲ្យគេរកវិនិច្ឆ័យបាទថាតើខ្វះគ្រាប់ឈាមក្រហមនេះមានបញ្ហាមកពីខ្វះវីតាមីន B12 ខ្វះជាតិដែកឬក៏មានការហូរឈាមតបើកាពះឬក៏មានបញ្ហាមេរោគកាពះផងដែរទើបការព្យាបាលមានប្រសិទ្ធភាពហើយនឹងវាមិនលាប់មកវិញបាទអញ្ចឹងសូមជូនពរបងប្អូនពុកម៉ែទាំងអស់គ្នាឲ្យមានសុខភាពល្អសូមអរគុណច្រើន Clinic វឌ្ឍនវិទ្យាជា clinic ប្រចាំគ្រួសាររបស់លោកអ្នក